សួស្តីអ្នករាល់គ្នាដែលតែងតែចូលចិត្តលេង account Twitter ឬក៏ហៅថា account x.com ពីមុនវាឈ្មោះថា Twitter ឥឡូវវាប្ដូរឈ្មោះមកដាក់ account x.com វិញម្ដងដូច្នេះរូបតំណាងសត្វចាពណ៌ខៀវដែលយើងធ្លាប់តែឃើញនៅលើ Twitter ឥឡូវវាប្ដូរមករូបតំណាងគឺអក្សរ x វិញម្ដងដល់ពេលដែលយើងវាយ Twitter ទៅគឺវាលោតចេញរូបតំណាងអក្សរ x មកជំនួសវិញឥឡូវកុំឲ្យខាតពេលវេលាយូរវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបបង្កើត account Twitter ឬហៅថា account X ហ្នឹងចង់ដឹងថាគេបង្កើតរបៀបណាកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំជាដំបូងយើងចុចមក account X នឹងជាមុនសិនមកដល់ត្រង់ចំណុចនេះគឺយើងចុចពីអនុញ្ញាតអក្សរខាងលើជាអក្សរខ្មែរបន្ទាប់មកដល់ត្រង់ចំណុចនេះគឺយើងមើលអក្សរពណ៌ខ្មៅហ្នឹងបើយើងចង់ភ្ជាប់ជាមួយលេខទូរស័ព្ទរបស់យើងគឺយើងចុចកន្លែងអក្សរពណ៌ខ្មៅហ្នឹងប៉ុន្តែបើសិនជាយើងភ្ជាប់ Twitter យើងហ្នឹងជាមួយលេខទូរស័ព្ទវាត្រូវមានផ្ញើលេខកូដអីជាដើមជួនកាលលេខកូដអត់ផ្ញើមកក៏មានដែរដូច្នេះខ្ញុំណែនាំឲ្យបងប្អូនភ្ជាប់ជាមួយ Google account វិញល្អជាងគឺងាយស្រួលមិនពិបាកដូចភ្ជាប់ជាមួយលេខទូរស័ព្ទទេដូច្នេះបងប្អូនមើលកន្លែងសញ្ញា Google ហ្នឹងយើងចុចកន្លែងសញ្ញា Google ហ្នឹងមកដើម្បីចូលបន្ទាប់មកយើងជ្រើសរើស Gmail របស់យើងមួយណាដែលយើងចង់ភ្ជាប់ជាមួយឥឡូវខ្ញុំជ្រើសរើសយក Gmail ខាងក្រោមគេបងអស់ដែលខ្ញុំចង់ភ្ជាប់ជាមួយបន្ទាប់មកគឺវាលោតមកដល់ត្រង់ចំណុចនេះគឺយើងចុចពាក្យយល់ព្រមនិងចែករំលែកត្រង់កន្លែងនេះគឺយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងចង់ដាក់ថ្ងៃណាក៏បានខែណាក៏បានដែរឲ្យតែគ្រប់ចំនួន18ឆ្នាំបន្ទាប់ពីដាក់ថ្ងៃខែឆ្នាំកំណើតរួចហើយចុច continue នៅខាងក្រោមអក្សរពណ៌ខ្មៅមកដល់ត្រង់ចំណុចនេះគឺយើងត្រូវតែដាក់ឈ្មោះរបស់យើងចង់ដាក់ឈ្មោះអ្វីក៏បានដែរសម្រាប់ account គណនីរបស់យើងនឹងបន្ទាប់មកគឺយើងចុច continue នៅខាងក្រោមមកដល់ត្រង់ចំណុចនេះគឺយើងដាក់ username របស់យើងចង់ដាក់ឈ្មោះអ្វីក៏បានដែរសម្រាប់ username របស់យើងឥឡូវខ្ញុំដាក់ឈ្មោះដដែលហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែថែមលេខ96នៅខាងក្រោយតែប៉ុណ្ណោះបន្ទាប់ពីយើងសរសេរ username របស់យើងហើយមកដល់ត្រង់ចំណុចនេះគេឲ្យយើងដាក់ password យើងចង់ដាក់ password របៀបណាក៏បាន password ដែលល្អគឺជា password ដែលមានតួអក្សរជាមួយនឹងលេខហើយដាក់ឲ្យគ្រប់ចំនួន8ខ្ទង់បន្ទាប់ពីយើងដាក់ហើយយើងចុច continue នៅខាងក្រោមនេះមកដល់ត្រង់ចំណុចនេះគឺយើងចុច enable contact បន្ទាប់មកចុចពាក្យអនុញ្ញាតបន្ទាប់ពីចុចពាក្យអនុញ្ញាតហើយបើសិនជាយើងចង់ដាក់ profile គឺយើងចុច add profile photo ខាងក្រោមនេះបើសិនជាយើងមិនចង់ដាក់ profile ទេយើងចុច skip ទៅតែម្ដងឥឡូវខ្ញុំសូមចុច skip ទៅតែម្ដងបន្ទាប់មកកន្លែងនេះគឺគេឲ្យជ្រើសរើសចំណូលចិត្តដែលយើងចូលចិត្តចំនួនប្រហែលជា3ឥឡូវខ្ញុំសូមជ្រើសរើសចំនួនទាំងអស់តែម្ដងយើងអាចគ្រីសយកទាំងអស់តែម្ដងក៏បានបើសិនជាយើងចូលចិត្តទាំងអស់ហ្នឹងយើងគ្រីសយកទាំងអស់ហ្នឹងទៅបើសិនជាយើងមិនចូលចិត្តទាំងអស់ហ្នឹងទេយើងអាចគ្រីសយកតែ1 2 3ក៏បានដែរឥឡូវខ្ញុំសូមជ្រើសរើសទាំងអស់តែម្ដងបន្ទាប់ពីយើងគ្រីសរួចរាល់ហើយយើងចុច continue វាកំពុងតែ refresh ចូលទៅហើយមកដល់កន្លែងនេះគេឲ្យយើងចុច follow ទៅនរណាក៏បានគេឲ្យជម្រើសយើងមានច្រើនឥឡូវខ្ញុំសូមចុច follow នៅលើគេនឹងតែម្ដងបន្ទាប់មកយើងចុច continue នៅខាងក្រោមអក្សរពណ៌ខ្មៅនឹងបន្ទាប់ពីយើងចុច continue ហើយគឺ account គណនីរបស់យើងគឺបង្កើតបានជោគជ័យហើយឥឡូវនេះខ្ញុំសូមអូសមើលសិនគឺមានន័យថា account របស់យើងគឺបង្កើតបានជោគជ័យហើយវីដេអូដែលខ្ញុំមកចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលមិនទាន់ចេះបង្កើតអាចមើលវីដេអូនេះបានអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយចុច like subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជាបន្តទៀតមានចង្អុលត្រង់ណាអាច comment នៅខាងក្រោមបាន